មកឥឡូវបងប្អូនទាំងអស់គ្នាមកមើលពីទំហំត្រីហើយនឹងត្រីដែលខ្ញុំបានចិញ្ចឹមនេះថាតើវាមិនដែរបងប្អូនអាចវាយតម្លៃបានអញ្ចឹងមុននឹងយើងទទួលបានលទ្ធផលបែបនេះគឺតម្រូវឲ្យយើងមានការរៀបចំក៏ដូចជាការកិត្តគូរនៅរបៀបនៃការចិញ្ចឹមរបៀបនៃការរៀបចំទឹកអីផ្សេងៗការដាក់ចំណីផ្សេងៗហ្នឹងរហូតឈានមកដល់ត្រីរបស់យើងទំហំចិញ្ចឹម3ខែកន្លះទៅ4ខែអាចទំហំ1កន្លះគីឡូបានសូមជម្រាបសួរបងប្អូនទាំងអស់គ្នានៅថ្ងៃនេះខ្ញុំចង់ចែករំលែកជូនបងប្អូនមួយពាក់ព័ន្ធជាមួយទៅនឹងរបៀបនៃការចិញ្ចឹមត្រីអណ្ដែងរបស់យើងចំពោះការកិត្តគូរក៏ដូចជាការរៀបចំខ្ញុំបានចេញនៅវីដេអូមុនមួយហើយពាក់ព័ន្ធជាមួយទៅនឹងការចិញ្ចឹមត្រីអណ្ដែងរបស់យើងដោយឡែកនៅថ្ងៃនេះខ្ញុំចង់ចេញនៅប្រធានបទមួយពាក់ព័ន្ធជាមួយទៅនឹងការរៀបចំទឹកខ្ញុំចេញប្រធានបទមួយនេះគឺខ្ញុំនឹងបង្ហាញបងប្អូនឲ្យបានលម្អិតបន្តិចពាក់ព័ន្ធជាមួយទៅនឹងការរៀបចំទឹកឲ្យបានត្រឹមត្រូវមុននឹងយើងចាប់ផ្ដើមប្រឡែងកូនត្រីចូលនោះវាកាត់បន្ថយនៅហានិភ័យមួយចំនួនដូចជាការធ្វើឲ្យកូនត្រីរបស់យើងងាប់ជាយថាហេតុណាមួយអានេះគឺជារឿងដែលសំខាន់បំផុតសម្រាប់អ្នកដែលចិញ្ចឹមត្រីអណ្ដែងអញ្ចឹងដើម្បីកុំឲ្យបងប្អូនខាតពេលយូរខ្ញុំសូមចូលទៅប្រធានបទរបស់យើងតែម្ដងប៉ុន្តែនៅក្នុងចំណុចនេះខ្ញុំចង់បញ្ជាក់បងប្អូនថាតាមបទពិសោធន៍របស់ខ្ញុំគឺខ្ញុំចិញ្ចឹមត្រីអណ្ដែងដោយប្រើប្រាស់អាងតង់ហើយនិងប្រើប្រាស់ទឹកកណ្ដូងចំពោះបងប្អូនដែលប្រើប្រាស់ទឹកបឹងទន្លេក៏ដោយអីក៏ដោយអានេះគឺអត់ធ្វើដូចខ្ញុំទេបងប្អូនអានេះគឺជាប្រភេទទឹកធម្មជាតិបងប្អូនអាចបូមយកមកគ្រាន់តែលាងតង់របស់យើងឲ្យបានស្អាតបងប្អូនបូមចូលមកគឺអាចចិញ្ចឹមបានហើយបងប្អូនប៉ុន្តែការរៀបរាប់របស់ខ្ញុំនេះគឺសម្រាប់តែបងប្អូនចិញ្ចឹមត្រីអណ្ដែងដោយប្រើទឹកកណ្ដូងដូចជាខ្ញុំនោះទេអញ្ចឹងជាដំបូងនៅពេលដែលបងប្អូនធ្វើការរៀបចំអាងតង់រួចរាល់ហើយបងប្អូនអាចធ្វើការបូមទឹកកណ្ដូងដោយដាក់ចូលទៅក្នុងអាងតង់របស់យើងជម្រៅខ្ទង់កន្លះម៉ែត្រអីក៏បានដែរបងប្អូនមិនបាច់ថាជ្រៅពេកបានចិញ្ចឹមបានទេព្រោះត្រីអណ្ដែងនេះគឺកម្ពស់ទឹកកន្លះម៉ែត្រអីយើងអាចចិញ្ចឹមបានយ៉ាងស្រួលដោយប្រើអាងតង់ណាហ្នឹងហើយបន្ទាប់ពីយើងរៀបចំអាងតង់យើងបូមទឹកហើយការធ្វើបន្តទៀតគឺយើងទុកទឹកនោះរយៈពេលអាចថាមួយសប្តាហ៍ទៅបងប្អូនទុកវាចោលណាហ្នឹងហើយយើងទុកវាចោលក្នុងរយៈពេលមួយសប្តាហ៍អីចោលទៅដើម្បីឲ្យវាស្អាតល្អល្មមហ្នឹងហើយអញ្ចឹងក្នុងអំឡុងពេលហ្នឹងយើងបង្ហូរបន្ទាប់ពីយើងដាក់បានមួយសប្តាហ៍បង្ហូរទឹកនឹងចោលឲ្យបានស្អាតលាងតង់ឲ្យបានស្អាតហើយយើងចាប់ផ្ដើមបង្ហូរទឹកកណ្ដូងដែលយើងបានបូមចូលជាលើកទី2ហ្នឹងហើយនេះខ្ញុំបញ្ជាក់ច្បាស់ដើម្បីកុំឲ្យបងប្អូនរៀបចំទឹកមានការភ័ន្តច្រឡំអញ្ចឹងបន្ទាប់ពីយើងបូមទឹកកណ្ដូងចាក់ចូលទៅក្នុងអាងតង់របស់យើងលើកទី2យកល្អបងប្អូនទុកវារយៈពេលកន្លះខែហ្នឹងហើយ15ថ្ងៃអីហ្នឹងគេអាចថា12ទៅ15ថ្ងៃគឺល្អហើយបើសិនជាបងប្អូនចង់ប្រើប្រាស់នៅឧបករណ៍វាស់ pH ក៏បានដែរយើងយកទិញឧបករណ៍មួយមកវាស់មក pH ដែលត្រីអាចរស់នៅបានគឺ7 8អីហ្នឹង7ទៅ8ហ្នឹងគឺត្រីអាចរស់នៅបានយ៉ាងល្អប្រសើរហើយតែអ្វីដែលខ្ញុំចង់ចែកម្លែកជូនបងប្អូនពាក់ព័ន្ធជាមួយនឹងបទពិសោធន៍របស់ខ្ញុំគឺខ្ញុំបូមទឹកលើកទី2ដាក់ចូលហើយគឺខ្ញុំដាំកាផ្លោកហ្នឹងហើយកុំភ្លេចបងប្អូនយើងបាចអំបិលចូលទៅក្នុងអាងតង់របស់យើងទៅតាមទំហំតង់ជាក់ស្ដែងជាឧទាហរណ៍សម្រាប់ខ្ញុំគឺអាងតង់របស់ខ្ញុំ3x5ខ្ញុំបាចអំបិលចូលជាកន្លះគីឡូហ្នឹងហើយបាចវាចូលទៅក្នុងទឹករបស់យើងនៅពេលហ្នឹងគឺខ្ញុំបានដាំនៅកាផ្លោកហើយនឹងចកហ្នឹងហើយក្នុងរយៈពេលហ្នឹងគឺខ្ញុំអត់ប្រើឧបករណ៍វាស់ pH ទេខ្ញុំទុកទឹករយៈពេលកន្លះខែនោះហ្នឹងហើយរៀងយូរបន្តិចបន្ទាប់ពីនឹងមកខ្ញុំកត់សម្គាល់ឃើញថាទឹករបស់ខ្ញុំនឹងមានតកៅទឹកមានអីអានេះជាការគិតការធ្វើតាមបែបធម្មជាតិតែកាលណាមានសត្វផ្សេងសត្វល្អិតផ្សេងដែលរស់នៅក្នុងទឹកបាននោះយើងអាចប្រឡែងកូនត្រីបានហើយបងប្អូនអញ្ចឹងការរៀបចំទឹករបស់យើងគឺក្នុងឧទាហរណ៍ថ្ងៃទី15បងប្អូនប្រឡែងកូនត្រីយើងអាចថ្ងៃទី14បងប្អូនកំងកូនត្រីមកហ្នឹងហើយបើសម្រាប់ខ្ញុំនៅខេត្តឆ្ងាយនេះ
គឺក្នុងរយៈពេលដឹកគឺមួយថ្ងៃអញ្ចឹងគឺខ្ញុំរៀបចំទឹករហូតដល់ថ្ងៃទី14ខ្ញុំកំងកូនត្រីថ្ងៃទី15ហ្នឹងហើយយើងកំងឲ្យស្អែកឡើងគេចាប់ផ្ដើមដាក់មកហើយគេចាប់ផ្ដើមដាក់មកគឺរយៈពេលមួយថ្ងៃល្មមមកដល់យើងនេះល្ងាចអានេះគឺជារឿងមួយដែលយើងរៀបចំឲ្យបានស្អាតចេះពីព្រោះការចិញ្ចឹមជាលក្ខណៈគ្រួសារវាអត់ដូចជាកសិដ្ឋានធំទេការចិញ្ចឹមលក្ខណៈគ្រួសារគឺយើងចំណាយដើមទុនរបស់យើងធ្វើម៉េចឲ្យបានតិចកាត់បន្ថយនៅហានិភ័យធ្វើដូចខ្ញុំអញ្ចឹងវាចំណាយពេលយូរបន្តិចប៉ុន្តែអ្វីដែលខ្ញុំកត់សម្គាល់គឺអត់មានកូនត្រីដែលងាប់ទេងាប់តែកូនត្រីដែលដឹកតាមរយៈឡានវាឆ្ងាយពេកវាអាចងាប់ខ្លះហើយហ្នឹងហើយប៉ុន្តែចំពោះនៅពេលដែលយើងប្រឡែងកូនត្រីគឺវាអត់ងាប់ទេនៅពេលដែលធ្វើដូចខ្ញុំតាមបទពិសោធន៍ដែលខ្ញុំធ្វើនេះបន្ទាប់ពីដល់ថ្ងៃទី15ឬក៏14ក៏បានដែរហ្នឹងហើយយើងកំងកូនត្រីមួយថ្ងៃមុនទៅកុំឲ្យខាតពេលទៀតអញ្ចឹងចំពោះការប្រឡែងកូនត្រីនៅពេលដែលកូនត្រីរបស់យើងមកដល់យើងអត់អាចប្រឡែងវាភ្លាមទេបើន័យថាត្រីមកដល់ភ្លាមយើងយកទៅចាក់ហ្មងទេអត់ទេយើងទុកវាឲ្យវានៅស្ងប់ទឹកនៅក្នុងអាងនៅក្នុងកដុងដែលគេផ្ញើមកហ្នឹងក្នុងរយៈពេលអាចថា1ម៉ោងអីទៅហ្នឹងហើយបន្ទាប់ពីហ្នឹងមកយើងយកកដុងដែលមានកូនត្រីយើងបានបញ្ជាទិញហ្នឹងយើងយកវាទៅត្រាំក្នុងទឹករយៈពេលអាចខ្ទង់20នាទីអីល្អបងប្អូន20នាទីវាមិនយូរហ្មងណាយើងទុកចោលនៅក្នុងទឹកទាំងកដុងយើងក៏មិនតាន់អាលែងវាដើម្បីឲ្យវាស្គាល់ទឹកបានន័យថាសីតុណ្ហភាពទឹកនៅក្នុងកដុងហើយនឹងតុកទឹកដែលយើងបានដាក់ក្នុងស្រះគឺវាខុសគ្នាអញ្ចឹងឲ្យវាស៊ាំសិនបន្ទាប់ពេលរយៈពេល20នាទីហើយបងប្អូនអាចធ្វើការប្រឡែងកូនត្រីរបស់យើងចូលដោយសន្សឹមហ្នឹងហើយបានន័យថាយើងផ្កាប់កដុងដែលគេបានវះមាត់ហ្នឹងយើងដាក់ទៅដើម្បីឲ្យទឹកចូលទៅក្នុងកដុងហ្នឹងហើយឲ្យកូនត្រីអណ្ដែងរបស់យើងហ្នឹងហែលថ្នមចេញមកចូលទៅក្នុងស្រះរបស់យើងទៅតាមធម្មជាតិរបស់វាយកល្អគឺគួរតែកុំចាក់ចូលហ្នឹងហើយពីព្រោះកូនត្រីតូចធម្មតាទឹករបស់យើងថ្មីខុសពីទឹករបស់វាអាចមានបញ្ហាងាប់ពីព្រោះបងដែលចិញ្ចឹមនៅចិត្តផ្ទះខ្ញុំគឺមិនបានអនុវត្តវាបានតឹងរឹងវាធ្វើឲ្យកូនត្រីរបស់គាត់ងាប់ហ្នឹងហើយនេះគឺជាបទពិសោធន៍របស់ខ្ញុំដែលខ្ញុំបានធ្វើកន្លងមកហើយក៏សូមធ្វើការចែករំលែកជូនបងប្អូននៅចំណុចនៃការរៀបចំទឹកឲ្យឈានទៅចូលទៅដល់ការប្រឡែងកូនត្រីជាមួយគ្នាតែម្ដងបន្ទាប់ពីយើងបានប្រឡែងវាក្នុងរយៈពេលអាចថាឧទាហរណ៍តែមកដល់ល្ងាចយើងប្រឡែងវាកុំអាលដាក់ចំណីឲ្យវាស៊ីពីព្រោះវាអាចហើមពោះពុលធ្វើឲ្យកូនត្រីរបស់យើងងាប់ដែរទុករយៈពេលមួយយប់ទៅបើសិនជាបងប្អូននៅខេត្តចិត្តឬក៏នៅទីតាំងចិត្តពីកន្លែងដែលគេលក់កូនត្រីបងប្អូនយកល្អអាចយើងទុករយៈពេលបានន័យថា8ម៉ោងទេទៅហ្នឹងហើយ8ម៉ោងប៉ុណ្ណឹងទៅហើយយើងចាំដាក់ចំណីឲ្យវាសមល្មមកុំដាក់ច្រើនពេកពីព្រោះវាអាចធ្វើឲ្យវាហើមពោះងាប់ដែរអានេះគឺជាចំណុចនៃការគិតគូរពីជំហានដំបូងគឺការរៀបចំទឹកក៏ដូចជាប្រឡែងកូនត្រីនេះឯងអញ្ចឹងអ្វីដែលខ្ញុំចង់ចែករំលែកជូនបងប្អូនគឺខ្ញុំមានតែប៉ុណ្ណេះដើម្បីឲ្យបងប្អូនទាំងអស់គ្នាបានស្ដាប់បើសិនជាបងប្អូនគិតថាធ្វើតាមខ្ញុំល្អនឹងជាជំរឿនបងប្អូនអាចធ្វើទៅតាមគំរូដែលខ្ញុំបានប្រាប់នេះសូមអរគុណចំពោះបងប្អូនទាំងអស់គ្នាដែលបានយកចិត្តទុកដាក់ស្ដាប់